ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញអំពីដៃមួយចាដែលមានកន្លែងខ្លះដែលបងប្អូនគាត់ចារៀនសិក្សាអំពីការមើលបាត់ដៃចាសិក្សាមិនទាន់ច្បាស់ក៏អាចនឹងមើលមិនដឹងដូចគ្នាណាចាគឺជាអំពីខ្សែអាពាហ៍ពិពាហ៍របស់គាត់ក្តីស្រឡាញ់របស់មនុស្សម្នាក់គូជីវិតណាចាខ្ញុំចង់ឲ្យបងប្អូនកន្លែងមើលនៅត្រង់នេះណាចាយើងមើលបើតាមមើលនៅលើដៃនេះគុណភាពខ្សែបេះដូងគាត់មិនសូវល្អទេខ្សែអាពាហ៍ពិពាហ៍របស់គាត់ក៏មិនសូវល្អយើងគិតថាជួបគូមិនល្អហើយណាចាដឹងតែជួបគូទៅគឺនៅជាមួយគ្នាមិនសុខឥឡូវខ្ញុំចង់ឲ្យមើលកន្លែងនេះមួយទៀតដែលសំខាន់បំផុតណាចាគឺលើមេដៃរបស់គាត់នេះណាឃើញទេកលៈដៃរបស់គាត់នេះគឺកលៈមួយណាក៏គ្មានខ្សែរញ៉ាំរញ៉ូដែរគឺខ្សែចាកលៈដៃត្រង់ស្អាតមែនទែនអ្នកដែលមានខ្សែកលៈដៃត្រង់ស្អាតអញ្ចឹងណាចាគឺគាត់មានគូគេហៅថាបានគូល្អណាចាគ្មានការវិវាទគ្នាក្នុងគ្រួសារនោះទេណាចាបានឲ្យបានគូដែលគេជាមនុស្សល្អអ្នកចេះដឹងណាចាអ្នកចេះដឹងមិនមែនជាគូដែលមិនល្អទេណាបានគូល្អហើយគូជាអ្នកចេះដឹងរឿងខ្ពស់ជាងយើងអាចនឹងមានវ័យចំណាស់ជាងយើងទៅទៀតណាចារីឯចាយើងមើលគុណភាពខ្សែគូចូលមកចាក់ខ្សែជីវិតរបស់គាត់ក៏គុណភាពល្អទៀតបានន័យថាបានគូពីអតីតទៀតអញ្ចឹងគឺមានន័យថាអាខ្សែបេះដូងណាចាដែលមានបញ្ហាទាំងអស់នេះចាគឺមិនមែនឥទ្ធិពលទៅលើគូរបស់គាត់ទេឥទ្ធិពលនោះអាចនឹងចាញ់បោកគេចាទី1ទី2អាចនឹងរឿងសុខភាពរបស់គាត់ជាដើមណាចាយើងមើលដៃរបស់គាត់នេះក៏គាត់មានខ្សែវាសនាល្អណាចានៅវ័យចាស់គឺគាត់មានចំណូលល្អហើយបានទាំងកូនល្អទៀតនិយាយរួមដៃគាត់នេះគឺចាមិនមែនជាដៃអ្នកក្រទេណាចាគាត់មានខ្សែគាត់ល្អច្រើនណាចាសំខាន់បំផុតគឺគាត់បានគូល្អនឹងតែម្ដងណាចាអានឹងគឺបែបហ្នឹងណាចារឿងបាត់ដៃពេលខ្លះសិក្សាមិនអស់ចេះតែវិនិច្ឆ័យគឺអត់ត្រូវទេណាចាគឺមើលវិនិច្ឆ័យទាំងអស់ឃើញទេដៃមនុស្សម្នាក់ណាឃើញទេខ្សែច្រើនរញ៉ាំរញ៉ូច្រើនណាចាមើលទាំងចាចរន្តឈាមចរន្តអីទៀតហើយមិនមើលតែដៃមកចំហៀងទេមើលទាំងឆ្វេងទាំងស្ដាំណាចាអញ្ចឹងហើយចាមនុស្សយើងម្នាក់មិនមានអ្នកណារស់នៅលើផែនដីដល់20ឆ្នាំ30ឆ្នាំចាគ្មានខ្សែអានអីសោះទេណាលាដៃមើលគ្រប់គ្នាគឺខ្សែច្រើនមែនតើដំណើរជីវិតគឺវាមានរឿងចានៅលើចានឹងណាចាអញ្ចឹងហើយបានមានអ្នកខ្លះគឺនៅតែចាគាត់នៅតែគិតថាវិជាមើលបាត់ដៃនោះគឺមិនត្រង់ច្បាស់ដោយវិជាអីផ្សេងគាត់ចេះតែផ្ញើបាត់ដៃមកឲ្យខ្ញុំមើលឲ្យគាត់នឹងដល់មិនគិតលុយមើលហ្វ្រីមិនគិតថាបាត់ដៃនឹងមើលលេងណាអត់ទេណាចាខ្ញុំអត់មានពេលមើលឲ្យបងប្អូនហ្វ្រីនោះទេណាខ្ញុំរកពេលទំនេរមើលឲ្យគេមិនចង់បានផងណាចាហើយចាបើចង់ដឹងថាខ្លាចថាការមើលបាត់ដៃនេះមិនច្បាស់មិនដែលមើលមិនដែលឮចាពីថ្មីពេកចាតាមដានសិនទៅណាចាតាមដានវីដេអូខ្ញុំបង្ហាញបង្រៀននឹងទៅណាចាមើលទៅប្រឌិតមើលដៃខ្លួនឯងតើវាធ្លាប់មានខ្សែនឹងធ្លាប់ជួបរឿងនឹងទាំងអស់ឬអត់ណាមិនគេចេះតែនិយាយទេណាវាមានក្បួនខ្នាតចាពីបរមបុរាណច្បាស់លាស់ចាហើយមានខ្សែជាក់ស្ដែងទៀតតតែមានខ្សែលើដៃមិនមានរឿងឲ្យថាទៀតមិនចេះតែថាអត់មានផោះតាំងនោះទេណាចាអញ្ចឹងជឿដោយការពិចារណាចាច្បាស់លាស់ដោយបញ្ញារបស់ខ្លួនឯងណាចាអញ្ចឹងចាខ្ញុំមានតែប៉ុណ្្នឹងទេនៅក្នុងថ្ងៃនេះណាកុំឲ្យថាយល់ច្រឡំរឿងថាដៃហ្នឹងថាមើលហ្វ្រីដោយមិនគិតលុយទៀតណាអានេះខ្ញុំសូមបញ្ជាក់ឲ្យហើយណាចាអរគុណចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំចង់ឆ្លើយខមមិនរបស់គាត់បន្តិចណាចាគាត់និយាយបែបនេះត្រូវណាចាព្រោះថាខ្ញុំឃើញថាបច្ចុប្បន្នច្រើនណាចាគឺចាមានចាអ្នកមួយចំនួនដែលគាត់រៀនសូត្រជាមួយនឹងក្បួនវិទ្យាបាត់ដៃមិនទាន់ច្បាស់លាស់ហើយគាត់យកមកចែករំលែកការចែករំលែកនោះចាគឺវានាំឲ្យខុសព្រោះយើងមិនទាន់ច្បាស់ការមើលនិយាយរួមទៅគឺការមើលគឺត្រូវលម្អិតតាំងពីចម្រូវនៃខ្សែមើលតាំងពីខ្សែវិវត្តទៅរកថ្មីនិងខ្សែវិវត្តទៅរកខូចថ្ងៃនេះខ្ញុំចាំមកប្រាប់ខ្សែវិវត្តទៅរកថ្មីបែបម៉េចហើយវិវត្តទៅរកខូចគឺបែបម៉េចព្រោះដៃមនុស្សយើងគឺប្រែប្រួលណាប្រែប្រួលកុំថាដៃមើលហើយមកជីវិតអត់ប្រែប្រួលណាប្រែប្រួលទៅតាមទង្វើកម្មរបស់យើងធ្វើអំពើល្អធ្វើសេចក្តីល្អធ្វើបុណ្យច្រើននោះក៏មានខ្សែល្អមកដុសថ្មីដើម្បីជួយខ្សែដែលមិនល្អពីមុនមកឬមិនមានកម្លាំងបើសិនជាយើងមិនធ្វើសេចក្តីល្អចាប់ធ្វើអំពើបាបច្រើននោះក៏មានខ្សែដែលមិនល្អមកកាត់ឬក៏ខ្សែដែលល្អទៅជាខូចខ្សែពីមុនដែលល្អក៏ខូចណាចាខ្សែដែលខ្ញុំនិយាយនោះគឺខ្សែវាសនាឥឡូវយើងមកមើលចាខ្ញុំពង្រីកបែបនេះតែម្ដងងាយស្រួលមើលនេះខ្សែវាសនារបស់គាត់ណាចាឡើងពីទួលច័ន្ទចារហូតមកដល់ចាកន្លែងនេះច្បាស់ល្អនៅក្នុងអាយុខ្សែរបស់គាត់ណាចារួចហើយឡើងមកដល់ជួរអាយុ50នេះចាក៏ដាច់ឲ្យផ្លាស់ប្ដូរទិសដៅបន្តិចចាហើយទិសដៅដែលសំខាន់បំផុតគឺនៅលើតួសៅនេះឯងណាដែលខ្ញុំចាឈប់ស្កប់មើលនេះណាឃើញទេចាជំរៅខ្សែរបស់គាត់វារៀងចាច្បាស់ហើយក៏ប៉ុន្តែចាវាចាដូចជារួញមើលទៅដូចជាខូចអញ្ចឹងអ្នកខ្លះដែលគាត់រៀនដំបូងគាត់គិតថាខ្សែបែបហ្នឹងគឺខូចហើយព្រោះឃើញរួញហើយមិនសូវថតជប់គ្នាស្អាតចាខ្ញុំសូមប្រាប់ថាខ្សែបែបនេះគឺចាគេហៅថាខ្សែវិវត្តទៅរកខ្សែថ្មីណាចាគឺមានន័យថាបើតាមអត្តន័យដៃរបស់គាត់បើសិនជាអត់មានខ្សែនៅត្រង់នេះទេគេហៅថាអ្នកដែលគ្មានចំណូលនៅវ័យចាស់ប៉ុន្តែចាដល់ពេលដែលយើងមិនចេះមើលយើងគិតថាខ្សែហ្នឹងវាខូចពីមុនគាត់មានថាមានប៉ុនមានខ្សែចំណូលដល់វ័យចាស់តែបច្ចុប្បន្នទៅជាខូចខ្សែនឹងវិញអញ្ចឹងយើងវិនិច្ឆ័យខុសថាគាត់ទៅជាពិបាករឿងលុយកាក់នៅវ័យចាស់ទៅវិញតែអត់ទេណាចាមើលដៃគាត់មកចំហៀងទៀតណានេះខាងនេះដៃរបស់គាត់ខាងឆ្វេងរបស់គាត់នេះគឺច្បាស់ល្អដៃយើងយកមកប្រៀបធៀបពីបែបហ្នឹងចាខាងស្ដាំមកច្បាស់មកមើលខាងឆ្វេងច្បាស់ឬអត់បើខាងឆ្វេងច្បាស់មានន័យថាដៃនេះគឺទី1គេហៅថាខ្សែវិវត្តថ្មីបើនៃខ្សែហ្នឹងតែម្ដងទេណាតែម្ដងទេដែលវិវត្តប្រាប់ថាគាត់នៅវ័យចាស់ទៅជាអត់ពិបាករឿងលុយកាក់វិញណាហើយមួយទៀតយើងមើលចម្រូវខ្សែដែលវិវត្តដោះថ្មីគឺចម្រូវរបស់វាគឺជ្រៅទោះបីជាវានៅរួញចាំមិនទាន់ជាត្រង់ជួបគ្នាក៏ដោយតែចម្រូវវាជ្រៅរីឯខ្សែដែលវិវត្តទៅរកខូចចាខ្សែដែលខូចគឺវាអត់មានចម្រូវទេគឺវាសឹងនឹងបាត់ចម្រូវខ្សែហើយនៅដាំតិចទេហើយរួញអាហ្នឹងគេហៅថាខ្សែខូចណាចាកុំឲ្យច្រឡំគ្នាណាចាអញ្ចឹងយើងមើលដៃរបស់គាត់នេះគាត់មានទាំងត្រីកោណទៀតណាគ្រាន់តែ
บันนี้ไตรกรរបស់គាត់ព្រាលណាចាឃើញទេដោយស្ដាប់របស់គាត់នេះតម្រងไตรកรនឹងព្រាលតែមកមើលដល់ដៃឆ្វេងចាគឺច្បាស់ជាងណាចាច្បាស់ន័យថាគឺវាវិវត្តទៅរចាច្បាស់គេហៅថាไตรកรវិវត្តទៅរពេញលក្ខណៈពីដើមមកមិនពេញលក្ខណៈទេនេះដោយសារតែសេចក្តីល្អអំពើល្អដែលគាត់ធ្វើនោះគឺចាវាជួយឲ្យចាជំរៅនៃខ្សែឬក៏កម្រិតច្បាស់នៃខ្សែហ្នឹងវាច្បាស់ឡើងកាលណាដែលគេហៅថាไตรកោណកណ្ដាលបាតដៃគេហៅថាថងលុយនេះពេញលក្ខណៈតែម្ដងចិត្តគ្នាតែម្ដងអត់មានធ្លាយអ្នកហ្នឹងគឺមិនខ្វះលុយកាក់ចាយទេណាអាចកាន់លុយធំបានទោះវាសនាមិនមានល្អត្រូវបានកាន់លុយធំក៏អត់ដាច់លុយកាក់ដែរអ្វីចាស់ក៏អត់ខ្វះលុយចាយដែរហ្នឹងគឺអញ្ចឹងណាចាអរគុណច្រើនសម្រាប់ការមើលវីដេអូនេះណាចា